តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសមេស៊ីកូវាយប្រហារប្រទេសទាំងអស់វិញនោះជំហានដំបូងភាពចលាចលកើតឡើងនៅព្រំដែនអាមេរិកដោយកងទ័ពមេស៊ីកូចូលកាន់កាប់ទីក្រុងដូចជា El Paso និង San Diego បន្ទាប់មកមេស៊ីកូមុខងារចូលវាយប្រហារទៅទិសត្បូងលុកលុយប្រទេស Guatemala និង Belize ប្រទេសនៅអាមេរិកកណ្ដាលភ្ញាក់ផ្អើលខណៈប្រទេសដូចជា Brazil និង Colombia ប្រញាប់ប្រញាល់ត្រៀមការឆ្លើយតបនៅខាងជើងអាមេរិកនិងកាណាដាត្រៀមខ្លួនសម្រាប់សង្គ្រាមទាំងមូលខណៈពេលនោះមហាអំណាចនៅលើពិភពលោកចាប់ផ្ដើមជ្រើសជើងចិនគាំទ្រមេស៊ីកូយ៉ាងស្ងាត់ក្នុងការប្រយុទ្ធប្រឆាំងអាមេរិកខណៈរុស្ស៊ីវិញសប្បាយចិត្តមើលភាពចលាចលនៅក្នុងប្រទេសមេស៊ីកូផ្ទាល់ការតវ៉ាបណ្ដាលឲ្យសេដ្ឋកិច្ចដួលរលំហើយផែនការទាំងមូលបរាជ័យជារឿងអាក្រក់បន្ទាប់ពីអាមេរិកវាយតបវិញមេស៊ីកូត្រូវបានបំផ្លាញខ្ទេចខ្ទីប្រែប្រួលដល់ស្ថានភាពពិភពលោកទាំងមូល